ដំបូងខ្ញុំសូមធ្វើការគោរពជម្រាបសួរសាជាថ្មីហើយសម្រាប់វីដេអូថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការប្រាប់ពុកម៉ែបងប្អូនអំពីរបៀបក្នុងការប្រើប្រាស់Gemini ដើម្បីបង្កើតជាកំណត់ហេតុប្រជុំមុខវិជ្ជាឯកទេសណាមួយទៅលើកម្មវិធី AI បាទដែលខ្ញុំហៅថា Gemini បាទគឺ Gemini Pro 3 បាទជាបងប្អូនត្រូវតែមានកម្មវិធីរុករកមួយហើយភ្ជាប់ជាមួយនឹង account Google របស់យើងធម្មតាមកអូខេបន្តមកទៀតបងប្អូនចូលទៅកាន់កន្លែង new chat នេះបាទចូលទីហោកន្លែងនេះសិនខ្ញុំមានវីដេអូមួយបាទនេះគឺជាតម្រង់នៃការធ្វើឯកសារនេះកំណត់ហេតុប្រជុំបើជាទីហោសិនបាទបងប្អូនអាចធ្វើ style ផ្សេងពីនឹងក៏បានដែរអាស្រ័យទៅលើពុកម៉ែបងប្អូននេះខ្ញុំគ្រាន់តែធ្វើជាឧទាហរណ៍តែប៉ុណ្ណោះបាទមិនថាជាកំណត់ហេតុឬក៏ឯកសារអ្វីផ្សេងទៀតទេសុទ្ធតែយើងអាចធ្វើបានទាំងអស់គ្នាតោះអញ្ចឹងដំបូងឡើយបងប្អូនត្រូវតែមានប្រមមួយឬក៏បងប្អូនសរសេរយ៉ាងម៉េចក៏បានដែរតើតូនទៅនឹងការធ្វើកំណត់ហេតុប្រជុំបាទនេះគឺជាអ្វីដែលខ្ញុំបានសាកល្បងធ្វើបាទអញ្ចឹងចូលទៅកាន់កន្លែងទីតាំង new chat បន្តមកទៀតបងប្អូនគ្រាន់តែផាសចូលអ្វីដែលខ្ញុំបានសរសេរនេះបើបងប្អូនមានផ្នែកថាជាមុខវិជ្ជាគណិតរូបគីមីជីវៈផែនដីអីទេធ្វើទៅតាមអ្វីដែលបងប្អូនមើលវីដេអូរបស់ខ្ញុំទៅឃើញហើយបាទដោយសារខ្ញុំធ្វើជាមេរៀនភាសាខ្មែរបាទ sorry សុំទោសមេរៀនភាសាទី5បាទហើយយើងអាចបន្ថែមបន្ថយច្រើន style ផ្សេងពីនឹងទៀតបានបាទបន្តមកទៀតបងប្អូនអាចកំណត់បានផ្សេងអ្វីដែលបងប្អូនដូចតែខ្ញុំបាននិយាយចឹងបាទពិសេសលោកគ្រូអ្នកគ្រូដែលកំពុងតែធ្វើការបង្រៀនបាទពិបាកក្នុងការសរសេរកំណត់ហេតុប្រជុំពេលយើងប្រជុំចប់ឬក៏ប្រជុំចែកទេសប្រចាំសប្តាហ៍ហ្នឹងបងប្អូននឹងបានឃើញហើយបាទហើយបន្តមកទៀតបងប្អូនត្រូវទាញវាជាfile Word បាទបើបងប្អូនត្រូវការជា file Word បងប្អូនគ្រាន់តែវាយពាក្យបាទកន្លែងនេះបាទចាំតិចនេះសូមបង្កើតជា doc x កន្លែងនេះបាទយើងផាសចូលមក doc x ឯងសំទោសបាទនេះ file Word របស់យើងឯង doc x បាទចឹងវានឹងធ្វើការបង្កើតជា file Word ឲ្យយើងផ្ទាល់តែម្ដងតែប៉ុណ្្នឹងមកបងប្អូនអាចច្នៃវាទៅជាកំណត់ហេតុប្រជុំដែលយើងអាច print ជាឯកសារសញ្ញាឯកសារបានទូទៅមកស្អាតហើយកន្លែងនេះយើងត្រូវការរៀបចំបញ្ចេញបញ្ចូលពាក្យឬក៏ធ្វើលិខិតបដូរទីតាំងវាបានផ្សេងពីហ្នឹងបាទនេះគ្រាន់តែជាទីហោរបស់ខ្ញុំតែប៉ុណ្ណោះបាទខ្លីៗងាយយល់ទេបាទនេះវានឹងចេញបានហើយបាទងាយបាទរហ័សទៀតបើខ្ញុំបើកកន្លែងហ្នឹងសិនចាំតិចបាទនេះចេញមកបាទអូខេស្អាតមែនតើហើយបន្តមកទៀតបងប្អូនគ្រាន់ចុចពាក្យថា download អូខេចូលទៅកាន់នេះមកនេះចុច line file folder ហ្នឹងបាទអូខេ enable វាបងប្អូនអាចផ្លាស់ប្ដូរកន្លែងនេះជាឈ្មោះសាលារបស់យើងបានធម្មតាទាំងអស់បាទ
នេះគ្រាន់តែជាឧទាហរណ៍ខ្លីៗតែប៉ុណ្ណោះបាទសូមអធិស្ឋានបើមានត្រង់កន្លែងណាខុសឆ្គងឬក៏លឺលួសនោះទេសូមបងប្អូនខន្តីអធិស្ឋានចំពោះវីដេអូរបស់ខ្ញុំផងបាទព្រោះខ្ញុំនឹងថតរៀងលឿនដែរបាទបាទចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមជម្រាបលាជួបគ្នានៅវីដេអូផ្សេងៗទៀតបាទបាយបាយ